ជួនបាច់ការដល់បងក៏ដូចជាការតំណាងឲ្យស្ត្រីគ្រប់គ្នាដែលបងជាមនុស្សប្រុសអាចថាផ្ដល់នៅតម្លៃទៅដល់នារីដូចជាម្ដាយដូចជាមេដាវណ្ណដាច្រៀងផ្ទាល់នៅក្នុងការប្រកួតតន្ត្រីខួប3ឆ្នាំលេខពិសេសផ្ទាល់ខ្លួនសូមបង្ហាញមោទនភាពចំពោះកម្មវិធីប្រេងម៉ាស៊ីនគ្រប់ប្រភេទរបស់ក្រុមហ៊ុន Chemloop ដើម្បីបង្កើនទិន្នផលកម្លាំងនៃម៉ាស៊ីនលើសពីការរំពឹងទុកដែលនាំយកអតិថិជនថ្មីមកកាន់ទីផ្សាររបស់យើងប្រេងម៉ាស៊ីន Mobile គុណភាពស្តង់ដារអាមេរិកនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Chemloop Cambodiaកាលពីថ្ងៃទី8ខែមីនាកន្លងទៅនេះលោកវណ្ណដាព្រមជាមួយនឹងសិល្បករល្បីៗជាច្រើនរូបទៀតនៃប្រទេសកម្ពុជាបានចូលរួមនៅក្នុងព្រឹត្តិការណ៍ការប្រកួតតន្ត្រីដ៏អស្ចារ្យនៃខួប3ឆ្នាំលេខពិសេសផ្ទាល់ខ្លួនរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលធ្វើឡើងនៅសួនច្បារវត្តបទុមវត្តីគោលដៅសំខាន់នៃកម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយនិងលើកស្ទួយក្នុងការប្រើប្រាស់ស្លាកលេខរបស់កម្ពុជាយើងនិងដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹងថានាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមិនចាំបាច់មានការព្រួយបារម្ភនៅក្នុងការធ្វើស្លាកលេខទៀតទេដោយសារបច្ចុប្បន្ននេះពួកយើងក៏អាចធ្វើស្លាកលេខតាមរយៈកម្មវិធីរបស់ក្រសួងនៅក្នុងទូរស័ព្ទដៃរបស់អ្នកបាននិងធ្វើការបង់ប្រាក់ដោយភ្ជាប់ទៅនឹងកងធនាគារនៅក្នុងទូរស័ព្ទដៃមានស្រាប់យ៉ាងណាមិញសិល្បករនិងសិល្បករនីរបស់យើងបានឡើងសម្ដែងនៅលើឆាកជាមួយនឹងបទចម្រៀងផ្ទាល់ខ្លួនរបស់ពួកគេនិងចូលរួមផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផងដែរដែលមានដូចជាក្រុមបារមីលោកខៃរ៉ូលីនអ្នកនាងអោសគុណកញ្ញាអ្នកនាងសុគន្ធនីសាកញ្ញាអេណាវេតាជាដើមចំណែកលោកវណ្ណដាវិញក៏បានបញ្ចប់កម្មវិធីជាមួយនឹងបទចម្រៀងរហូតដល់4បទដែលរួមមានបទ Chapter 1 Solo Again នារីជឿនលឿន Hot Boy ហើយលោកក៏បានថែមជាពិសេសជូនទស្សនិកជននៅមួយបទទៀតគឺបទ Elevator មិនតែប៉ុណ្ណោះសម្រាប់ទិវាសិនារីនេះផងដែរលោកវណ្ណដាក៏បានប្រគល់ការដ៏ស្រស់ស្អាតជូនទៅដល់ idol របស់លោកគឺអ្នកនាងអោសគុណកញ្ញានៅលើវេទិកាផងដែរដែលធ្វើឲ្យអ្នកនាងរំភើបយ៉ាងខ្លាំងនិងពេញចិត្តការឲ្យតម្លៃទៅលើនារីទាំងអស់នៅជុំវិញពិភពលោកតើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរសម្រាប់ការសម្ដែងរបស់ពួកគេកាលពីយប់មិញនេះ Please let me know in your comment down below បើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះកុំភ្លេចធ្វើការចុច like និង subscribe channel ទាំងអស់គ្នាម្នាក់មួយណាជួបគ្នានៅវីដេអូក្រោយ